Chẳng cái này, ít bạch mau hiểu một nguồn tích để sao tay miền khét vì ấy đại ít bạch chụp này nè đạiบอกมองสตรีមានតែពួកជាច្រើនគាត់តែងតែមានការយល់ច្រឡំដោយជឿតាមពាក្យចចាមអារាមតគ្នាថាការពិនិត្យអេកូផ្ទៃពោះញឹកញាប់គឺធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពខ្លួនគាត់ផ្ទាល់ក៏ដូចជាទារកនៅក្នុងផ្ទៃផងដែរចាការយល់បែបនេះគឺជាការយល់មិនត្រឹមត្រូវទេហើយថែមទាំងធ្វើឲ្យមានការអាខានតាមដានសុខភាពគាត់ផ្ទាល់បូករួមជាមួយនឹងតាមដានទារកនៅក្នុងផ្ទៃរបស់គាត់ផ្ទាល់ផងដែរហើយថ្ងៃនេះអ៊ីពេតបានជួបនោះគឺទី1ទារកអាយុ32សប្តាហ៍ហើយមានការខ្វះខាតការលូតលាស់មួយចំនួនហើយជាពិសេសគឺយើងឆែកឃើញថាគាត់មានដៃទាំងខាងចាហើយខាងទៀតនោះគឺយើងឆែកឃើញទារកអត់មានក្បាលទេអត់មានគូក្បាលទេចាហើយក៏គឺជាកំហុសខុសឆ្គងរបស់ម៉ាក់ទាំងអស់គ្នាដែលគាត់យល់ច្រឡំថាការពិនិត្យអេកូផ្ទៃពោះគឺប៉ះពាល់ទៅដល់សុខភាពចាគឺជាការមិនត្រឹមត្រូវទេតាមការពិតទៅការពិនិត្យអេកូផ្ទៃពោះគឺឆ្លងកាត់តាមស្បែករបស់យើងតាមរលកសំឡេងចូលទៅខាងក្នុងដើម្បីពិនិត្យមើលកូនរបស់យើងពាក់ព័ន្ធជាមួយនឹងការលូតលាស់បូករួមជាមួយនឹងសុខភាពមួយចំនួនគឺសំខាន់មែនតើចាគឺសំខាន់ខ្លាំងហើយក្រសួងសុខាភិបាលលោកតែងតែប្រកាសជារឿយពាក់ព័ន្ធជាមួយនឹងការពិនិត្យអេកូផ្ទៃពោះគឺអះអាងថាมันមានផលប៉ះពាល់ទៅដល់សុខភាពខ្លួនយើងក៏ដូចជាទារកផងដែរចាហើយនៅតាមមន្ទីរពេទ្យថ្នាក់ជាតិធំអ្នកគ្រូលោកគ្រូខាងផ្នែកឯកទេសសង្គមរូបស្ត្រីគាត់បានចេញវីដេអូក៏ដូចជាប្រធានបទណែនាំពាក់ព័ន្ធជាមួយនឹងការពិនិត្យអេកូផ្ទៃពោះនេះក៏ច្រើនដែរក៏ប៉ុន្តែនៅតែមានម៉ាក់បាក់ច្រើនគាត់នៅតែបន្តការយល់ច្រឡំបែបនេះដដែលអញ្ចឹងសូមម៉ាក់ទាំងអស់គ្នាបានឃើញវីដេអូនេះហើយខ្ញុំសង្ឃឹមថាឈប់យល់ច្រឡំបែបនេះទៀតថាការពិនិត្យអេកូផ្ទៃពោះគឺប៉ះពាល់ទៅដល់សុខភាពគាត់ក៏ដូចជាកូនគាត់នៅក្នុងផ្ទៃ